បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទពុកម៉ែបងប្អូនទាំងអស់គ្នាកំពុងតែមានតម្រូវការតាក់ទងជាមួយនឹងរថយន្តហើយចង់បានរថយន្តប្រភេទសំចៃជាពិសេសគឺមានលុយត្រឹមតែ 20,000 អាចធ្វើការពិចារណាបាទទៅលើ model ខាងមុខនេះបានបាទនេះគឺជា model ថ្មីរបស់ក្រុមហ៊ុន GTV Motor បាទមានឈ្មោះថា Rehu ពុកម៉ែបងប្អូនទាំងអស់គ្នាឃើញស្រាប់ហើយបាទខាងមុខឃើញអក្សរ Rehu បាទនៅលើយ៉ានកង់ក៏អក្សរ Rehu នៅលើចង្កូតក៏អក្សរ Rehu បាទអញ្ចឹងនេះគឺជាប្រភេទរថយន្តsedan បាទ5កៅអីដែលមាន option ទំនើបបាទជាពិសេសគឺរែកអង្គុយខ្ពស់ជាងឡានដទៃបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទអាចពិចារណាបានបាទព្រោះថា Rehu បាទគឺមានកៅអីអូតូទាំងសងខាងបាទមានបើកដំបូលកាមេរ៉ាគឺជាប្រភេទកាមេរ៉ា360ហើយពិសេសនោះបាទរែកអង្គុយយើងសាមកពេញជិះបានរហូតទៅដល់70គីឡូបាទទៅលើ EV សុទ្ធហើយតកតូនជាមួយនឹងបូកជាមួយសាំងជិះបានរហូតទៅដល់1310គីឡូអញ្ចឹងខ្ញុំនឹងធ្វើការបាទបង្ហាញជូនតកតូនជាមួយនឹងរូបភាពខាងក្រោយបាទខាងមុខក៏ដូចជាពណ៌បាទខាងមុខនេះពណ៌សអញ្ចឹងយើងខ្ញុំធ្វើការបង្ហាញពណ៌ខ្មៅម្ដងបាទនេះគឺពណ៌ខ្មៅបាទម្យ៉ាងម្នាក់ស្អាតម្យ៉ាងម្នាក់ពុកម៉ែបងប្អូនអរគ្នាស្រឡាញ់សយកសស្រឡាញ់ខ្មៅយកខ្មៅហើយខាងមុខនេះគឺជា model Rehu បាទ option 2តម្លៃត្រឹមតែ 28,000 ទេបាទហើយយើងក៏កំពុងតែរៀបចំឡានដកឲ្យភ្ញៀវបដាហើយសម្រាប់អតិថិជនដែលកក់មុនបានមុនបាទកក់ក្រោយគឺយើងដកក្រោយហើយដកយ៉ាងយូរបំផុតនៅក្នុងខែ7ពុកម៉ែបងប្អូនអញ្ចឹងឡាននេះគឺកំពុងតែធ្វើការសាកភ្លើងឲ្យអតិថិជនបាទគឺយើងកំពុងតែធ្វើការសាកភ្លើងហើយសាកងាយស្រួលមែនទែនពុកម៉ែបងប្អូនសាកនៅផ្ទះបានចល័តបាទទៅដល់ណាសាកក៏បានដែរយើងមានតែឆ្នាំងសាកមួយទៅបាទដូចយើងសាកទូរស័ព្ទអញ្ចឹងហើយចំណាយពេលត្រឹមតែ2ម៉ោងទេបាទពេញហើយអញ្ចឹងយើងខ្ញុំធ្វើការបង្ហាញជូនខាងក្នុងបាទឡានយើងកំពុងតែសាកភ្លើងខាងក្នុងបាទពុកម៉ែបងប្អូនទាំងអស់គ្នាឃើញស្រាប់ហើយបាទចូលមកគឺយើងចាប់អារម្មណ៍ជាងគេគឺ Rehu ហើយចង្កឹះលេខបាទកាមេរ៉ា360បាទតាក់ទងជាមួយនឹងកៅអីអូតូយើងសេរីនៅលើដៃទ្វារថែមទៀតបាទគ្រុញទៅមុខទៅក្រោយទៅបាទជាពិសេសនោះបាទគឺមានបើកដំបូលបាទគឺជាឡានមួយដែលសម្រាប់ក្រុមគ្រួសារសមាជិកបាទកូនតូចៗអីចង់លំហែអារម្មណ៍អីអាចបើកដំបូលបានបាទកៅអីអូតូសងខាងពុកម៉ែបងប្អូនហើយពិសេសនោះបាទខាងក្រោយគឺមានភាពទលាយបាទមានភាពទលាយក៏ដូចជាមានម៉ាស៊ីនត្រជាក់ខាងក្រោយមានដូច USB ខាងក្រោយសម្រាប់សាកថ្មទូរស័ព្ទថែមទៀតបាទហើយគូតក្រោយក៏អត់ចង្អៀតដែរពុកម៉ែបងប្អូនអញ្ចឹងយើងខ្ញុំធ្វើការបង្ហាញគូតក្រោយវិញម្ដងបាទនេះគឺផ្នែកខាងក្រោយរបស់ model Rehu បាទមានអក្សរស្អាតមែនទែនឥឡូវយើងខ្ញុំធ្វើការបើកគូតក្រោយវិញបាទទលាយមិនខ្លះទៅបាទអញ្ចឹងនេះគឺផ្នែកខាងក្រោយបាទរបស់ model Rehu បាទនោះឆ្នាំងសាកបាទឆ្នាំងសាកដែលក្រុមហ៊ុន free ឲ្យហើយនៅក្នុងនេះទលាយមែនទែនបាទទលាយមែនទែនបាទបញ្ជាបាទតាក់ទងជាមួយនឹង Rehu យើងគឺអត់មានកង់សកូទេប៉ុន្តែយើងមានបាទជាមួយនឹងកំប៉ុងហ្គាសមកកំប៉ុងនេះបាទយើងបាញ់ដើម្បីសັບកង់ពេលដែលយើងធ្លាយហ្នឹងយើងអាចបាញ់បញ្ចូលបានបាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាបាទឃើញហើយបាទយើងមានទាំងពណ៌សបាទមានទាំងពណ៌ខ្មៅស្រស់ស្អាតមែនទែនហើយពុកម៉ែបងប្អូនទាំងអស់គ្នាបាទធ្វើការតាក់ទងមកតាមរយៈ Telegram បាទឬក៏តាមរយៈ Channel Page TikTok ក៏បានដែរពុកម៉ែបងប្អូនសុភាបាទដែលការនៅសាខា showroom 60 ម៉ែត្របាទនៅលើផ្លូវ60 ម៉ែត្រតែម្ដងបាទជាសាខា showroom ធំអញ្ចឹងយើងខ្ញុំធ្វើការបង្ហាញរៀងមើលបាទស្អាតមិនដែរបាទបដោយវា4ម៉ែត្រ7ពុកម៉ែបងប្អូនវៃមែនទែនបាទយ៉ានកង់វិញគឺតាក់ទាញបំផុតមិនបាច់យកទៅលេងបន្ថែមទៀតទេបាទព្រោះថាយ៉ានកង់យើងដាក់លេងមកឲ្យស្រេចជាមួយនឹងបាទវង17ហើយជាមួយនឹងអក្សរ Rehu បាទស្អាតមែនទែនបាទសោវិញក៏អេមដែរពុកម៉ែបងប្អូនបាទនេះសោបាទសោយើងមាន2គ្រាប់ជូនបាទនោះ Rehu មួយទៀតអញ្ចឹង Rehu គឺឡានទាំងអស់នេះគឺសុទ្ធតែត្រៀមសម្រាប់ធ្វើការដកជូនអតិថិជនពុកម៉ែបងប្អូនបាទនោះ Rehu ទៀតអញ្ចឹងស្រឡាញ់សកក់សស្រឡាញ់ខ្មៅកក់ខ្មៅហើយតាក់ទងជាមួយនឹងការកក់ពុកម៉ែបងប្អូនទាំងអស់គ្នាតាក់ទងមកកក់មុនដកមុនបាទកក់ក្រោយយើងដកក្រោយហើយការកក់គឺអត់ច្រើនទេដល់ពុកម៉ែបងប្អូនទាំងអស់គ្នាមានតែ100តែធ្វើការកក់ស្តុកទុកបានផងដែរបាទអញ្ចឹងយើងខ្ញុំបញ្ចប់វីដេអូនេះបាទសូមកុំភ្លេចតាក់ទងបងប្អូនដល់តាមរយៈលេខ Telegram បងប្អូនដាក់លើទូរស័ព្ទហ្នឹងបាទឬក៏ឆាតមកបាទភ្លាមមកបាទយើងមានឡានបាទនៅតាំង showroom ពុកម៉ែបងប្អូនទាំងអស់គ្នាចង់មកមើលផ្ទាល់ចង់តេស្តតារាយក៏បានផងដែរបាទសូមអរគុណច្រើនសូមជម្រាបលា